សាកសម័យមើលបើពិភពលោកដែលអ្នកទាំងអស់គ្នារស់នៅគឺមិនអាចបញ្ចេញសម្លេងបានពីព្រោះសម្លេងដ៏ទូចមួយអាចបញ្ចប់ជីវិតអ្នកទាំងអស់គ្នាបានភ្លាមៗឲ្យខ្វាយភ្លើងមិនមែនជាប្រភេទរឿងព្រឺព្រួយទេប៉ុន្តែវាជាដំណើរដ៏គួរឲ្យខ្លាចទៅរកភាពស្ងប់ស្ងាត់ដែលវាជាផ្លូវទៅមួយគត់អាចជួយឲ្យអ្នកទាំងអស់គ្នារស់រានមានជីវិតបានតើពួកគេអាចរស់នៅក្នុងពិភពលោកដែលគ្មានសម្លេងបានយ៉ាងដូចម្តេចតោះចូលទៅស្ដាប់ការសម្រាយសាច់រឿងពេញរបស់ Quiet Play ទាំងអស់គ្នាសាច់រឿងបានចាប់ផ្ដើមឡើងក្នុងថ្ងៃទី89នៃពិភពលោកដែលបានជួបប្រទះនឹងគ្រោះមហន្តរាយនៅបានធ្វើឲ្យពិភពលោកមួយនេះមានភាពស្ងាត់ជ្រងំមានតែទីក្រុងផ្ទះចាស់ៗនិងសំណង់អគារបែកបាក់ដែលគ្មានមនុស្សរស់នៅក្នុងហាងឱសថមួយកន្លែងយើងក៏បានណែនាំឲ្យស្គាល់គ្រួសារមួយដែលបានបន្តរស់រាននៅក្នុងពិភពដ៏ស្ងាត់មួយនេះក្នុងនោះរួមមានលីជាមេគ្រួសារដែលគាត់បានខិតខំប្រឹងប្រែងរកគ្រប់វិធីសាស្ត្រដើម្បីការពារកូននិងប្រពន្ធហើយលីក៏គាត់មានជំនាញផ្នែកបច្ចេកវិទ្យាដែរ Evelyn Abbott ជាប្រពន្ធហើយគេទាំងពីរនាក់គឺមានកូនប្រុសស្រីចំនួន3នាក់ Regan Abbott ជាកូនស្រីច្បងដែលមានបញ្ហាត្រចៀកពីកំណើតហើយលីក៏បានបង្កើតឧបករណ៍ជំនួយការស្ដាប់សម្រាប់កូនស្រីគាត់ផងដែរ Marcus Abbott ជាកូនប្រុសទី2ជាញឹកញាប់គាត់តែងតែមានអារម្មណ៍ភ័យខ្លាចនិងអត់សូវទំនប់ជាមួយនឹងការរស់នៅក្នុងភាពស្ងប់ស្ងាត់បែបនេះទេដែលជាហេតុពួកគេតែងតែមករកថ្នាំសង្កូវសម្រាប់គាត់និងគ្រួសារទាំងមូលពួកគេនិង Bill Abbott ជាកូនប្រុសពៅនៅក្នុងហាង Bill អង្គុយគូររូបលេងដែលរូបគាត់គូនោះគឺជារ៉ុកកែតមួយគាត់ស្រមៃថារ៉ុកកែតគឺជាផ្លូវទៅមួយគត់ដែលជួយឲ្យគ្រួសារពួកគេនឹងចេញពីភាពភ័យខ្លាចនឹងការរស់នៅសប្តាហ៍ថ្ងៃនេះ Bill បានដើរទៅប្រទះជាមួយនឹងរ៉ុកកែតជ័រមួយនិងចង់បានគាត់ក៏ឡើងឈោងយកវាប៉ុន្តែដោយសារតែវាខ្ពស់ពេក Bill ក៏បានធ្វើឲ្យរ៉ុកកែតជ័រមួយនោះធ្លាក់ចុះមកនៅក្បែរនោះ Regan ក៏បានមកទាន់និងចាប់កុំឲ្យវាធ្លាក់មុខរបស់ពួកគេគឺភ័យខ្លាំងមែនទែនដែលយើងមិនទាន់ដឹងទេថាមានរឿងអីកើតឡើង Lee ប្រមូលបានឧបករណ៍មួយចំនួនណាដែលអាចប្រើប្រាស់នៅក្នុងការរស់នៅរបស់ពួកគេទៅថ្ងៃខាងមុខបានហើយ Evelyn ក៏បានដើរមករំលឹកពួកគេផងដែរថាវាល្ងាចណាស់ទៅហើយពួកគេគួរតែចេញដំណើរទៅវិញទៅមុននឹងមេឃបង្ងឹតដោយពួកគេគឺប្រើប្រាស់ភាសាកាយវិការក្នុងការប្រាស្រ័យទំនាក់ទំនងគ្នាជំនួសដោយការនិយាយ Bill បានយករ៉ុកកាតជ័រនឹងមកសុំឪពុកយកទៅផ្ទះជាមួយដែរប៉ុន្តែ Lee បានយកវាពីកូនប្រុសយ៉ាងប្រុងប្រយ័ត្នរួចក៏បានដកថ្មចេញនិងមិនអនុញ្ញាតឲ្យ Bill យកវាទៅជាមួយទេក៏ព្រោះតែវាអាចមានសម្លេងនិងអាចមានគ្រោះថ្នាក់នោះឯងហើយពួកគេក៏ចាប់ផ្ដើមចាក់ចេញទៅវិញប៉ុន្តែ Regan ដោយសារតែស្រឡាញ់ប្អូនក៏បានយករ៉ុកកាត់ក្បែរនោះឲ្យគាត់ដោយគិតថាវាគឺគ្មានថ្មអញ្ចឹងមិនអីនោះទេប៉ុន្តែពេលចាក់ចេញទៅវិញដោយសារតែ Bill នៅក្មេងគាត់ក៏បានយកថ្មនៅជិតនោះទៅជាមួយផងដែរពេលពួកគេធ្វើដំណើរក៏បានយើងដឹងផងដែរថាពួកគេបានប្រើប្រាស់ខ្សាច់ធ្វើការរោយនៅគ្រប់កន្លែងដែលពួកគេដើរទៅនិងដើរដោយគ្មានស្បែកជើងទាំងអស់គ្នាក្នុងគោលបំណងដើម្បីកុំឲ្យមានសំឡេងនោះឯងនៅពាក់កណ្ដាលផ្លូវពួកគេបានដើរទៅដល់ស្ពានមួយដែលសុកស្រាប់តែសំឡេងឧបករណ៍ក្មេងលេងបានបន្លឺឡើងដែលវាជារ៉ុកកាតរបស់ Bill នោះឯងគ្រប់គ្នាបានលឺនឹងភ័យខ្លាំងលើកឡើងតែ Regan ព្រោះនាងថ្លង់មិនអាចលឺបានទេហើយនាងក៏នៅជិត Bill ជាងគេទៀតផង Lee ក៏បានខំប្រឹងរត់ទៅរក Bill ដែរប៉ុន្តែក៏មានអ្វីមួយយ៉ាងរត់មកដោយលបឿនយ៉ាងលឿនមកកាន់ Bill និងបានសម្លាប់ Bill នៅក្នុងពេលនោះទៅដល់ពេលនេះយើងក៏បានដឹងហើយដែរថាអ្វីដែលពួកគេតែងតែខ្លាចគឺសត្វចម្លែកមួយនោះឯងកាត់មកថ្ងៃទី472គ្រួសារពួកគេបន្តរស់នៅយ៉ាងសាមញ្ញដូចធម្មតាប៉ុន្តែ Regan នៅតែស្រមៃឃើញការស្លាប់របស់ប្អូនប្រុសរបស់នាងថាគឺជាកំហុសរបស់ខ្លួនដដែលបន្ទាប់ពីការបាត់បង់កូនប្រុសម្នាក់ Lee បានពង្រឹងការរស់នៅរបស់ពួកគេដោយធ្វើការដំឡើងឧបករណ៍សុវត្ថិភាពនៅជុំវិញបរិវេណផ្ទះដែលពួកគេរស់នៅនិង Lee ថែមទាំងបានសិក្សាស្រាវជ្រាវដឹងពីព័ត៌មានជាច្រើនពីសត្វចម្លែកទាំងនោះគាត់រកឃើញនិងបានសរសេរនៅលើក្តារខៀនចិត្តនោះយើងក៏អាចមើលឃើញផងដែរថាសត្វទាំងនោះគឺមិនអាចមើលឃើញទេប៉ុន្តែវាមានការស្ដាប់ខ្លាំងសូម្បីតែសំឡេងតិចតួចបំផុតក៏វាអាចឮបានដែរមិនតែប៉ុណ្ណោះពួកវាមានស្បែកក្រាស់ប្រៀបដូចជាអាវក្រោមចឹងនិងនៅក្នុងបរិវេណកន្លែងដែលពួកគេរស់នៅនេះមានសត្វចម្លែកទាំងនោះចំនួន3ក្បាលអញ្ចឹងការរស់នៅរបស់ពួកគេគឺមានតែធ្វើយ៉ាងណាកុំឲ្យមានសំឡេងនិងរស់នៅដោយព្យាបាលជំងឺដោយខ្លួនឯងពេលឈឺថ្កាត់ Lee ក៏កំពុងព្យាយាមស្វែងរកចំណុចខ្សោយរបស់សត្វទាំងនោះដែរគ្រាន់តែថាគាត់គឺមិនទាន់រកឃើញនៅឡើយទេដូច្នេះ Lee ក៏បានព្យាយាមធ្វើទំនាក់ទំនងទៅកាន់ប្រទេសជាច្រើនតាមរយៈរលកធាតុអាកាសវិទ្យុក្រែងអាចស្វែងរកព័ត៌មានខ្លះៗយកមកប្រើការកើតប៉ុន្តែប្រទេសទាំងនោះហាក់គ្មានមនុស្សរស់នៅបន្តទៀតទេហើយចំពោះ Evelyn ពេលនេះគាត់គឺកំពុងរៀបចំបន្ទប់ក្រោមដីដោយមើលឃើញថាមានការបិទក្រដាស
និងក្រណាត់នៅលើជញ្ជាំងជាច្រើនដើម្បីកុំឲ្យមានសំឡេងឡងក៏ព្រោះតែពេលនេះគឺគាត់កំពុងតែមានផ្ទៃពោះជិតគ្រប់ខែនោះឯងយ៉ាងហើយនេះជាបន្ទប់សម្រាប់សម្រាលកូនពួកគេនិងកុំឲ្យឮសំឡេងព្រោះវាអាចមានគ្រោះថ្នាក់ប្រសិនបើមិនបានត្រៀមទុកមុនហើយ Avalon ក៏បានរៀបចំកេសមួយពេញទៅដោយក្រណាត់មានគម្របបិទជិតសម្រាប់កូនតូចរបស់ពួកគេកុំឲ្យមានបញ្ហាពេលកូនតូចយំដែលបានភ្ជាប់បំពង់អុកស៊ីហ្សែនមួយផងដែរសម្រាប់កូនរបស់គាត់ដកដង្ហើមក្នុងនោះវាបង្ហាញឲ្យយើងឃើញថាពួកគេគឺល្អិតល្អន់ខ្លាំងមែនទែនទើបពួកគេអាចរស់នៅបានរហូតមកដល់ពេលនេះយប់នោះដែរក្រោយពីញ៉ាំអាហារពេលល្ងាចជុំគ្នារួច Vegan និង Mark បានធ្វើឲ្យដួលចង្កៀងនៅជិតនោះនិងធ្វើឲ្យមានសំឡេងបន្តិចដែរពួកគេគឺភ័យខ្លាំងមែនទែនហើយ Lee ក៏បានព្យាយាមឲ្យពួកគេនៅឲ្យស្ងៀមតែវាគ្រាន់តែជាសត្វរកគូនប៉ុណ្ណោះដែលវាមានន័យថាសំឡេងនេះសត្វចម្លែកទាំងនោះគឺមិនបាននៅជិតនោះទេស្អែកឡើង Regan បានលបចូលទៅក្នុងបន្ទប់ឪពុករបស់គាត់ធ្វើការនិងរៀបចូលទៅក្នុងបន្ទប់ក្រោមដីនោះទៅហើយ Lee ក៏បានមកដល់និងបានហាមមិនឲ្យនាងចូលទៅក្នុងបន្ទប់នោះឡើយដោយយើងមិនដឹងទេថានៅក្នុងនោះមានអ្វីដើម្បីលួងចិត្ត Lee ក៏បានយកកាសជំនួយត្រចៀកដែលគាត់ទើបតែច្នៃថ្មីបកគលទៅកាន់ Regan ប៉ុន្តែនាងហាក់មិនពេញចិត្តនោះទេព្រោះតែកន្លងមកកាសដែល Lee បកគលឲ្យនាងគឺមិនដែលដំណើរការនិងជួយគ្នាបានតិចតួចណាស់ប៉ុន្តែ Lee នៅតែខំប្រឹងកែច្នៃវាម្ដងហើយម្ដងទៀតក្រែងថ្ងៃណាមួយវាដំណើរការហើយ Lee ក៏បានបកគលវាទៅកាន់ Weekend ដោយសារតែ Mark ជាកូនប្រុសតែមួយនៅក្នុងគ្រួសារនេះ Lee ត្រូវការឲ្យគេក្លាហាននិងអាចមើលថែម្ដាយនិងគ្រួសាររបស់ពួកគេនៅថ្ងៃខាងមុខយ៉ាងតែរាល់ថ្ងៃ Lee បាននាំ Mark ឲ្យធ្វើដំណើរជាមួយគាត់ទៅរកអាហារបើទោះបីជា Mark គាត់ខ្លាចយ៉ាងណាក៏ដោយពេលរៀបចេញទៅ Regan ចង់ទៅជំនួស Mark ព្រោះនាងគឺមិនខ្លាចនោះទេប៉ុន្តែ Lee មិនបានអនុញ្ញាតឲ្យនាងទៅនោះទេនិងប្រាប់នាងថាចាំថ្ងៃក្រោយទៅ Regan គឺអន់ចិត្តខ្លាំងនិងបានលួចខឹងឪពុកនៅក្នុងបន្ទប់តែឯងហើយនាងក៏បានសាកពាក់កាសថ្មីរបស់ឪពុករបស់នាងដែរដែលវានៅតែមិនអាចដំណើរការបានដដែលហើយនាងក៏លួចខឹងនៅក្នុងចិត្តដែរថាឪពុករបស់នាងគឺស្អប់ខ្លួនក៏ព្រោះតែការស្លាប់របស់ BU គឺជាកំហុសរបស់នាង Regan ក៏បានរៀបចំអីវ៉ាន់របស់នាងនិងបានដើរទៅកាន់ភ្នូររបស់ BU ហើយក៏បានយករកកាត់ទៅកាត់ខ្សែសំឡេងចេញហើយបើកវាឲ្យដំណើរការនិងនាងបានចំណាយពេលរបស់នាងជាមួយភ្នូររបស់ប្អូនប្រុសទៅកាត់មកកាន់ឪពុកកូនវិញ Lee បាននាំ Mark មកស្ទឹងមួយដើម្បីរកត្រីសម្រាប់ម្ហូបពួកគេពេលនោះ Lee បានធ្វើឲ្យត្រីរបូតនិងបញ្ចេញសំឡេង Mark ហាក់ដូចជាភ្ញាក់និងភ័យខ្លាំងមែនទែនរត់ចោលឪពុកទៅហើយប៉ុន្តែ Lee ក៏បានប្រាប់ថាពួកសត្វចម្លែកទាំងនោះគឺមិនអាចឮសំឡេងពួកគេទេដោយសារតែសំឡេងទឹកហូរនឹងគឺខ្លាំងជាង Lee បាននាំ Mark មកកន្លែងទឹកជ្រោះហើយបើទោះបីជាពួកគេបានស្រែកនិងនិយាយគ្នាលឺយ៉ាងណាក៏មិនមានបញ្ហាអ្វីដែរពេលពួកគេត្រឡប់មកវិញពួកគេបានដើរកាត់ផ្ទះចាស់មួយដែលផ្ទះនោះគឺមានប្តីប្រពន្ធមួយគូរស់នៅទីនោះប៉ុន្តែពេលនេះប្រពន្ធរបស់គាត់គឺត្រូវសត្វចម្លែកទាំងនោះសម្លាប់បាត់ទៅហើយតាចាស់ម្នាក់នោះក្រោយអំពីឃើញសាកសពរបស់ប្រពន្ធគាត់និងគាត់គ្មានប្រពន្ធរស់នៅតទៅទៀតតាចាស់ម្នាក់នោះក៏ចាប់ផ្ដើមស្រែកយ៉ាងខ្លាំងបើទោះបីជា Lee ខំសម្រួលអារម្មណ៍គាត់យ៉ាងណាក៏ដោយ Lee បានបី Mark រត់ទៅឲ្យឆ្ងាយពីកន្លែងនោះកុំឲ្យ Mark តក់ស្លុតភ្លាមៗនោះសត្វនោះក៏បានរត់មកសម្លាប់តាចាស់ម្នាក់នោះបាត់ទៅកាត់មកខាង Avalon វិញកំឡុងពេលធ្វើការងារផ្ទះនៅក្នុងបន្ទប់ក្រោមដីនាងក៏បានលើកស្បោងកៅអៅនិងស្បោងនឹងបានតាក់ជាមួយនឹងដែកគោលនៅចិន្តាហើយនាងក៏បានទាញវាយ៉ាងប្រុងប្រយ័ត្នមិនឲ្យវាលឺសំឡេងទេប៉ុន្តែដោយសារតែការតាក់នោះបានធ្វើឲ្យដែកគោលដែលដេកបានឈរឡើងក្រោមប៉ុន្តែ Avalon គឺមិនបានដឹងរឿងនឹងទេលុះល្ងាចឡើងរៀបចំផ្ទះសុកនាងក៏សាប់តែមានអារម្មណ៍តែជាពោះប៉ុន្តែវាគឺមិនទាន់ដល់ថ្ងៃសម្រាលនៅឡើយទេមូលហេតុគឺដោយសារតែគ្មានពេទ្យអញ្ចឹងនាងគឺត្រូវពិនិត្យសម្គាល់ដោយខ្លួនឯងនិងនាងបានព្យាករណ៍ថ្ងៃសម្រាលគឺវាមានរយៈពេលដល់ទៅ2សប្តាហ៍ទៀតឯណោះប៉ុន្តែដោយសារតែគ្មានជំនាញនាងគឺគិតខុសនោះឯងពេលពីនេះ Avalon បានបែកទៅភ្លោះនិងត្រូវសម្រាលកូននៅក្នុងពេលឥឡូវនេះតែម្ដងដោយពេលហ្នឹងគឺមិនមាននរណាម្នាក់នៅផ្ទះទេពេលនោះ Avalon ក៏បានដើរទៅរកបន្ទប់ក្រោមដីដែលនាងបានរៀបចំនិង
ពេលដឹងខ្លួនថាធ្វើឲ្យមានសម្លេងចឹង Avalon ក៏បានបដូរអំពូលភ្លើងនៅជុំវិញផ្ទះរបស់គេដើម្បីបង្ហាញសញ្ញាថាពួកគេគឺកំពុងតែមានគ្រោះថ្នាក់ហើយដោយសារតែសម្លេងសត្វចម្លែកក៏បានមកដល់ដែរទាំងឈឺពោះផងទាំងឈឺជើងផង Avalon ព្យាយាមទ្រាំយ៉ាងខ្លាំងកុំឲ្យមានសម្លេង Lee និង Mark បានមកដល់ផ្ទះហើយគ្រាន់តែបានឃើញអំពូលភ្លើងពណ៌ក្រហមគាត់ដឹងភ្លាមថា Avalon គឺកំពុងតែមានគ្រោះថ្នាក់ហើយគាត់ក៏បានរត់ចូលតែម្ដង Avalon បានដើរទៅរកនាឡិកានិងបានដាក់ម៉ោងឲ្យវារោពេលដែលសត្វចម្លែកនោះទៅរកសំឡេងរោនោះនាងក៏មានឱកាសធ្វើការរត់ចេញប៉ុន្តែចង្រៃអីគឺនៅខាងក្រៅក៏មានសត្វចម្លែកមួយក្បាលទៀតដែរនិងនាងមិនអាចចេញក្រៅបានទេហើយដោយសារតែឈឺពោះខ្លាំងពេកនាងក៏បានរត់ចូលទៅក្នុងបន្ទប់ទឹកនិងធ្វើការសម្រាកកូនគាត់នៅក្នុងបន្ទប់ទឹកនឹងតែម្ដងស្របពេលដែលសត្វចម្លែកមួយក្បាលឡើងមកជិតដល់នាងគ្រាន់ពេលជាមួយគ្នានោះដែរលីបានឲ្យម៉ាកធ្វើការដុតគុំជ្រួយដែលគាត់បានរៀបចំទុកដើម្បីបញ្ឆោតសត្វទាំងនោះហើយលីខ្លួនឯងគឺបានទៅយកកំភ្លើងនិងរត់ទៅជួយប្រពន្ធដោយសារតែការសម្រាកកូនអេវ៉ាឡានក៏បានស្រែកចំពេលដែលសំឡេងកំជ្រួយបន្លឺឡើងរួច Avalon ក៏បានសម្រាលកូនបានកូនប្រុសម្នាក់ហើយ Lee ក៏បានមកទាន់ដែរនិងបាន3នាងទៅក្នុងបន្ទប់ក្រោមដីនិងបានដាក់កូនពួកគេនៅក្នុងប្រអប់កុំឲ្យយំពេល Avalon ភ្ញាក់ឡើងនាងក៏បានសួរទៅកាន់ Lee ឲ្យទៅស្វែងរកកូនរបស់គាត់ទាំង Regan និង Mark នោះឯង Mark នៅពេលដែលត្រឡប់មកវិញនឹងបានប្រទះជាមួយនឹងសត្វចម្លែកនោះហើយគាត់ក៏បានភ័យខ្លាំងនិងរត់ចូលទៅក្នុងព្រៃពោតហើយពេលរត់នឹងក៏បានរត់ទៅបុកអត្រាមួយរួចក៏បានពួននៅទីនោះហើយ Regan បន្ទាប់ពីបានឃើញកំជ្រួចនាងក៏បានរត់មកវិញនិងបានឃើញពិលដែល Mark ធ្វើជ្រុះនៅជិតនោះប៉ុន្តែដោយសារតែនាងថ្លង់នាងគឺមិនបានដឹងទេថាមានសត្វចម្លែកមួយក្បាលនៅពីក្រោយនាងហើយនៅពេលដែលសត្វចម្លែកនោះដើរមកជិតដល់ Regan ការត្រចៀករបស់នាងក៏ចាប់ផ្ដើមបន្លឺឡើងនឹងធ្វើឲ្យសត្វនឹងគាំងអាម៉េចនឹងទេវាក៏បានរត់ចេញទៅបាត់ទៅហើយ Regan និង Mark ក៏បានជួបគ្នានិងនាំគ្នាឡើងទៅលើបំពង់ស្តុកគ្រាប់ពោតរបស់ពួកគេក៏ដូចជារងចាំ Lee មកជួយពួកគេវិញ Lee វិញបានចុះទៅមើលកាមេរ៉ាសុវត្ថិភាពដែលគាត់បានដំឡើងប៉ុន្តែគឺមិនបានឃើញ Regan និង Mark នៅកន្លែងដែលគាត់ដំឡើងកាមេរ៉ានោះទេខាង Avalon វិញដោយសារតែសត្វចម្លែកនឹងបានវាយបែកបំពង់ទឹកនៅខាងលើហើយក៏បានធ្វើឲ្យទឹកហៀរហូរចូលក្នុងបន្ទប់ដែលនាងនិងកូនកំពុងតែនៅដឹងខ្លួនមកទឹកគឺលិចត្រឹមចង្កេះទៅហើយមិនតែប៉ុណ្ណោះទេសត្វចម្លែកមួយក្បាលក៏នៅជាមួយពួកគេផងដែរនាងបានព្យាយាមដើរលោកទៅរកកូននិងបានបីកូនប្រុសចូលទៅក្រោមទឹកខូដើម្បីបន្លប់សំឡេងពួកគេនោះឯងខាង Mark និង Regan វិញ Mark បានប្រាប់ Regan ថាឲ្យនៅចាំ Lee នៅទីនេះហើយ Lee នឹងមកជួយពួកគេមិនខានទេប៉ុន្តែដោយសារតែការអន់ចិត្ត Regan គឺមិនបានជឿជាក់លើឪពុកខ្លួនទេនិងបានឆ្លោះជាមួយនឹង Mark ជាខ្លាំងហើយ Mark ក៏បានធ្លាក់ចុះទៅក្នុងបំពង់ស្តុកពោតនោះដែរដែលទ្វារម្ខាងក៏បានធ្លាក់ទៅជាមួយ Mark ដែរដែលការធ្លាក់មួយនឹងគឺបានបញ្ចេញសំឡេងជាខ្លាំងហើយសត្វចម្លែកខាង Avalon ក៏បានរត់ចេញទៅរកសំឡេងថ្មីនោះ Regan បានលោតទៅជួយប្អូនប្រុសកុំឲ្យ Mark នឹងត្រូវបានគ្រាប់ពោតស្រូបចូលទៅក្នុងបាតដោយពួកគេបានតោងទ្វារម្ខាងនោះប៉ុន្តែភ្លាមនឹងសត្វចម្លែកនឹងក៏បានទៅដល់ទីនោះផងដែរគ្រាន់តែសត្វចម្លែកនោះមកដល់ភ្លាមការត្រចៀករបស់ Regan ក៏ចាប់ផ្ដើមបន្លឺសំឡេងម្ដងទៀតនិងធ្វើឲ្យសត្វចម្លែកនឹងហែកធុងចេញពីទីនេះតែម្ដង Lee ក៏បានរកពួកគេឃើញហើយក៏បានឲ្យ Mark និង Regan នឹងទៅពួនក្នុងឡានគាត់គឺរកអាវុធការពារខ្លួនប៉ុន្តែភ្លាមនោះសត្វចម្លែកក៏នៅជិតនឹងដែរសត្វចម្លែកនឹងក៏បានគ្រោះវាដៃរបស់វាធ្វើឲ្យ Lee របួសធ្ងន់ដែរហើយ Mark ក៏បានស្រែកហៅឪពុកខ្លួននិងសត្វចម្លែកនឹងបានបដូរទិសដើរទៅរកពួកគេភ្លាមនឹងការត្រចៀករបស់ Regan ក៏ចាប់ផ្ដើមបញ្ចេញសំឡេងម្ដងទៀតតែនាងក៏បានចុចបិទវាដែលវាអនុញ្ញាតឲ្យសត្វនោះវាប្រហារពួកគេនោះឯងភ្លាមនោះ Lee ក៏បានងើបឈរមកនិងដឹងខ្លួនហើយខ្លួនក៏និយាយលាទៅកាន់កូនស្រីរបស់គាត់ថាគាត់គឺតែងតែស្រឡាញ់នាងជានិច្ចរួចក៏បានស្រែកធ្វើឲ្យសត្វនោះរត់ទៅសម្លាប់គាត់ក្នុងពេលនោះទៅ Regan និង Mark បានមករកមកដែរនិងបាននាំគ្នាចូលទៅក្នុងបន្ទប់ធ្វើការរបស់ Lee ពេលចូលទៅដល់ Regan បានរកឃើញកាសតិចដែល Lee ព្យាយាមកែច្នៃឲ្យនាងជាច្រើនក៏ដូចជាបានដឹងអំពីជំរឿចិត្តរបស់ឪពុកខ្លួនក្នុងការខំប្រឹងប្រែងរកគ្រប់វិធីសាស្ត្រដើម្បីការពារពួកគេនោះឯងរីឯខ្លួនបែរជាគិតថាឪពុកគឺមិនស្រឡាញ់ខ្លួនទៅវិញហើយភ្លាមនឹងសត្វចម្លែកមួយក្បាលក៏បានដើរចូលមកដែរនិងបានវាយកំទេចគ្រប់យ៉ាងដែលបន្លឺសំឡេង Regan ពេលនោះក៏បានឃើញអក្សរដែល Lee បានណូតនៅលើក្តារខៀនដែលគាត់ព្យាយាមរកចំណុចខ្សោយរបស់សត្វចម្លែកទាំងនឹង Regan ក៏បាននឹកឃើញពីប្រតិកម្មប្លែកៗរបស់សត្វចម្លែកជាមួយនឹងកាសតិចរបស់ខ្លួនហើយ Regan ក៏បានសាកចុចបើកកាសរបស់គាត់កាសក៏បន្លឺសំឡេងឡើងនិងដូចជាការគិតពិតមែនសត្វចម្លែកនោះក៏ហាក់ដូចជាគាំង
នឹងមិនអាចស្ដាប់ឮច្បាស់នោះទេពលគឺការត្រជាក់របស់ Reagan លីបានដំឡើងមុខងារមួយហៅថា feedback effect ដោយការនឹងគឺបានប្រើប្រាស់ប្រេកង់ខ្ពស់ហើយស្របជាមួយនឹងសត្វចម្លែកទាំងនោះក៏ប្រើប្រាស់ប្រេកង់ខ្ពស់ដូចគ្នាដែរនៅក្នុងការចាប់សំឡេងទូចៗឲ្យបានដែលជាមូលហេតុធ្វើឲ្យការត្រជាក់បន្លឺសំឡេងនៅពេលដែលសត្វចម្លែកនៅជិតហើយសត្វចម្លែកទាំងនោះក៏ប្រតិកម្មព្រោះតែការ Reagan ជាមួយនឹងសត្វចម្លែកហ្នឹងគឺវាកង់ប្រេកង់គ្នាអញ្ចឹងខ្ញុំឧទាហរណ៍ឲ្យអ្នកទាំងអស់គ្នាងាយយល់ឧទាហរណ៍ដូចទៅនឹងពេលដែលយើងយកមេក្រូទៅដាក់ជិត speaker ហើយវាមានសំឡេងអ៊ូខ្លាំងដែលយើងរាល់គ្នាហៅថាកង់ហ្នឹងការរបស់ Reagan និងសត្វចម្លែកហ្នឹងគឺប្រើប្រេកង់ដូចគ្នាអញ្ចឹងនៅពេលដែលការបន្លឺសំឡេងមានន័យថាសត្វហ្នឹងក៏កង់ជាមួយនឹងសំឡេងហ្នឹងដែរហើយពេលហ្នឹងកូនប្រុសដែលទើបនឹងកើតក៏បានយំហើយសត្វហ្នឹងក៏ស្ដាប់ឮតិចតួចដែរវាក៏បានប្រុងចូលទៅរកពួកគេប៉ុន្តែ Reagan ក៏បានឃើញមេក្រូនៅជិតហ្នឹងនិងបានយកការរបស់នាងយកទៅផ្អឹបជាមួយនឹងមេក្រូនោះវាក៏បានបន្ថែមសំឡេងកង់កាន់តែខ្លាំងនិងធ្វើឲ្យសត្វចម្លែកហ្នឹងប្រតិកម្មកាន់តែខ្លាំងនិងដួលបកក្រោយបាត់ទៅបើពួកគេស្មានតែសត្វនោះងាប់បាត់ហើយប៉ុន្តែវាគឺមិនទាន់ងាប់នៅឡើយទេ Evelyn ក៏បានបន្ថែមដោយបាញ់កំភ្លើងនៅនឹងដៃចំក្បាលសត្វចម្លែកនោះហើយដោយសារតែសំឡេងកង់នោះធ្វើឲ្យវាចុកខ្សោយនិងស៊ីមកគ្រាប់កំភ្លើងផងដែរនោះសត្វចម្លែកហ្នឹងក៏បានស្លាប់បាត់ទៅប៉ុន្តែដោយសារតែស្នូកកំភ្លើងអាម៉ាញ់មិញធ្វើឲ្យសត្វចម្លែកទាំងអស់នៅជិតនោះបានរត់ចូលមករកពួកគេទាំងអស់តែម្ដងគ្រាន់តែថាពេលនេះពួកគេគឺបានរកឃើញចំណុចខ្សោយរបស់ពួកវាហើយ Reagan និង Evelyn គឺមិនខ្លាចពួកវាបន្តទៀតទេហើយរឿងក៏បានបញ្ចប់ត្រឹមនឹងផងដែរប៉ុន្តែដូចដែលយើងបានដឹងហើយថាខ្សែស្រឡាយរបស់ A Quiet Place គឺមិនទាន់ចប់នៅឡើយទេអញ្ចឹងយើងរងចាំសាច់រឿងក្រោយនៅភាគបន្តអញ្ចឹងនៅក្នុងវីដេអូនេះគឺចប់ត្រឹមប៉ុណ្្នឹងហើយចូលទៅមើលរឿងពេញខ្លួនឯងទៅបើចង់ដឹងថាវាតឹងទ្រូងខ្លាំងប៉ុណ្ណាហើយកុំភ្លេចចុច like និង subscribe ម្នាក់មួយផងជួបគ្នាក្នុងវីដេអូក្រោយ